ជំរាបសួរពុកម៉ែបងប្អូនទាំងឡាយបងប្អូនជីវិតមនុស្សយើងមើលដូចជានៅទីនេះគឺការធ្វើឲ្យមានទឹកធ្លាក់អំពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលបន្ទាប់រហូតដល់ដំណាក់កាលបន្ទាប់រហូតដល់ដំណាក់កាលបន្ទាប់ហើយបន្ទាប់ទៀតគឺជាដំណាក់កាលចុងក្រោយដំណាក់កាលចុងក្រោយយ៉ាងដូចបិទជីវិតមនុស្សគឺមានចាប់ផ្ដើមតាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់អញ្ចឹងមនុស្សចាប់ផ្ដើមពីលើចុះមកក្រោមជីវិតចាប់ផ្ដើមប្រសើររហូតដល់ចុះខ្សោយរហូតដល់ថ្ងៃស្លាប់អញ្ចឹងហើយជីវិតមនុស្សម្នាក់រស់នៅក្នុងសង្គមនេះឬក៏សង្គមណាក៏ដោយជាជីវិតមួយដែលពេលខ្លះជួបការលំបាកច្រើនពេលខ្លះក៏ជួបភាពសប្បាយរីករាយច្រើនពេលខ្លះក៏ជួបទុក្ខសោកច្រើនពេលខ្លះក៏ជួបបរាជ័យច្រើនពេលខ្លះក៏ជួបជោគជ័យច្រើនដូច្នេះជីវិតយើងម្នាក់ត្រូវមានការច្នៃប្រឌិតឲ្យបានល្អប្រសើរតាមរយៈការរៀនការអានការយល់ដឹងអំពីសមត្ថភាពរបស់មនុស្សនៅក្នុងសង្គមជាពិសេសសមត្ថភាពរបស់ខ្លួនឯងត្រូវយល់ដឹងថាខ្លួនឯងមានចំណុចខ្លាំងប៉ុណ្ណាឆ្នៃឲ្យខ្លាំងបន្ថែមទៀតមានចំណុចខ្សោយប៉ុណ្ណាត្រូវតែឆ្នៃចំណុចខ្សោយឲ្យទៅជាចំណុចខ្លាំងនោះទើបជីវិតរបស់យើងមានភាពល្អប្រសើរនោះទើបឲ្យជីវិតរបស់យើងរស់នៅបានសុខដុមរមនាជួបជុំក្រុមគ្រួសាររបស់យើងល្អប្រពៃសូមអរគុណ